នតគ្នាថ្ងៃនេះខ្ញុំបានមកប្រកល់ផ្ទះមួយនៅខាងស្រុកបាត់ធីខេត្តកំពង់ចាមនៅក្បែរភ្នំដិលបងប្អូនបាទនៅក្បែររមណីយដ្ឋានភ្នំដិលហើយសម្រាប់ពុកម៉ែបងប្អូនដែលនៅម្ដុំនេះពុកម៉ែបងប្អូនចង់មើលផ្ទះគំរូពុកម៉ែបងប្អូនអាចមកទស្សនាផ្ទះគំរូបានហើយសម្រាប់ផ្ទះគំរូនេះទំហំរបស់វាគឺ7 x 12 ម៉ែត្រមានបន្ទប់គេង3បន្ទប់2ចក្រានបាយ1ទទួលភ្ញៀវ1រៀន5ខាងមុខ1ហើយសម្រាប់សម្ភារៈផ្ដល់ជូនដូចនៅក្នុងរូបភាពវីដេអូនេះទាំងអស់ពុកម៉ែបងប្អូនឃើញអីគឺយើងផ្ដល់ជូនបែបនេះឯងតាំងពីអំពូលជាប់ដបអំពូលជាប់ពីដានបាទគឺដូចនៅក្នុងរូបភាពនេះទាំងអស់ហើយបញ្ជាក់បន្តិចបងប្អូនផ្ទះនេះគឺម៉ូដឆ្នាំ2025ហើយសម្រាប់ម៉ូដនេះគឺមានសង់ច្រើនហើយទំហំប៉ុណ្នេះຂະຫນាតប៉ុណ្នេះគឺមានសង់ច្រើនហើយដែលឡែកម្ចាស់ផ្ទះនៅបាធីនេះគឺគាត់តាមដានផេករបស់យើងខ្ញុំហើយក៏គាត់ឃើញម៉ូដនេះដែលសង់នៅខាងភ្នំម្ដងបងប្អូនគាត់មិនអស់ចិត្តទេគឺគាត់ទៅមើលផ្ទាល់តែម្ដងបាទគឺគាត់ពេលតែគាត់ទៅមើលហ្នឹងគឺគាត់ពេញចិត្តទឹកដៃយើងខ្ញុំក៏គាត់ហៅមកសង់នៅផ្ទះគាត់នៅខាងបាធីនេះតែម្ដងមកដល់កន្លែងទទួលភ្ញៀវនេះបងប្អូនគឺផ្នែកខាងទទួលភ្ញៀវនេះគឺ4ម៉ែត្របាទ4គុណនឹងដូចជា10ម៉ែត្របងប្អូន10ម៉ែត្រហើយសម្រាប់ខាងបន្ទប់គេងបាទបន្ទប់គេងទី1នេះបងប្អូនបាទបន្ទប់គេងទី1ទំហំរបស់វា3 x 5 ម៉ែត្របងប្អូនហើយមានបន្ទប់ទឹកនៅក្នុងហ្នឹងគឺបន្ទប់ទឹកមេគ្រួសារនៅក្នុងហ្នឹងបាទនេះបងប្អូនបាទហើយសម្រាប់បន្ទប់គេងទី2បាទបន្ទប់គេងទី2គឺយើងមានទំហំរបស់វាគឺ4បាទ4 x 3 ម៉ែត្របងប្អូនបាទ4 x 3 ម៉ែត្រហើយសម្រាប់បន្ទប់គេងទី3នេះគឺ4ម៉ែត្រកន្លះបាទ4ម៉ែត្រកន្លះ x 3ម៉ែត្រសម្រាប់ផ្ដល់ជូនដូចនៅក្នុងរូបភាពវីដេអូនេះទាំងអស់បងប្អូនគឺយើងដកកង្ហាលវាំងនោនពូកសាឡុងម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ក្រែអីចឹងទៅបងប្អូនបាទអញ្ចឹងក្រៅពីហ្នឹងការរៀបចំប្រព័ន្ធទឹកប្រព័ន្ធភ្លើងគឺដូចនៅក្នុងរូបភាពវីដេអូនេះទាំងអស់ដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ម៉ូដនេះពុកម៉ែបងប្អូនអាចតាក់ទងមកក្រុមការងារយើងខ្ញុំបានបាទយើងខ្ញុំទទួលសាងសង់គ្រប់ខេត្តជាចុងក្រោយសូមឲ្យពុកម៉ែបងប្អូនចែករំលែកម៉ូដផ្ទះនេះទៅពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា